បាទជំរាបសួរបងប្អូនបាទអេបងប្អូនយប់នេះគឺថាអាទិទេពចូលដល់ជុំ2ហើយបាទសម្រាប់បងប្អូនគិតថាអាទិទេពអាចធ្វើបានទេបាទជុំ2នេះបាទសម្រាប់ពួកខ្ញុំអ្វីដែលខ្ញុំធ្លាប់តាមដានសកម្មភាពនៃការប្រកួតរបស់អាទិទេពកន្លងមកគឺខ្ញុំទុកចិត្តគាត់ 100% បាទគិតថាគាត់អាចធ្វើបាន 100% ព្រោះអាទិទេពការឡើងស៊ីវេតរបស់គាត់គឺឡើងដោយមានទំនុកចិត្តខ្ពស់បាទគាត់អត់ចេះកវេកវោកវេមកវាមអីទេបាទឡើងទៅដឹងតែវាយហើយបាទប៉ុន្តែវាយលក្ខណៈបច្ចេកទេសរបស់គាត់គឺគាត់វាយមួយអត់ប្រញាប់ទៅណាទេបាទហើយវាយអត់ឈប់វាយជាប់រហូតទាត់ធាក់វាយកែងមកស្មើស្រាប់គឺមួយខ្លះយើងឃើញដាក់ទៅគាត់ញាប់ស្វេតំណងពុងតែអាទិទេពគឺគាត់ខុសគេគាត់ឡើងទៅគឺគាត់វាយមួយហើយលទ្ធផលឃើញថាគាត់ធ្វើបាន 100% បាទហើយយើងក្លែងទៅមើលសកម្មភាពគាត់វឹកហាត់បាទដល់កហើយបងប្អូនបើកង់ឡាន3នៅខ្លួនអូសមួយទៀតចឹងបានថារាល់សកម្មភាពនៃការវឹកហាត់របស់គាត់នឹងគឺឆ្លុះបញ្ចាំងថាឡើងសេវេនគឺមានទំនុកចិត្តខ្ពស់គឺធ្វើឲ្យអ្នកគ្រប់គ្រងរបស់គាត់ហ្នឹងគឺគេមានទំនុកចិត្តខ្ពស់ទៅលើគាត់ថាគាត់នឹងអាចធ្វើបាន 100% បាទគឺឃើញកន្លងមកឃើញគាត់វាយកន្លងមកយើងដឹងហើយគឺអត់ចេះកវេកវោអីដូចគេទេបាទឡើងទៅគឺដឹងតែប្រយុទ្ធតែម្ដងហើយក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងគាត់រូបគឺខ្ញុំមានទំនុកចិត្តខ្ពស់ទៅលើពេជ្រអាទិទេពថាវគ្គលើកទី2នេះបាទវគ្គ2នេះគឺជុំ2នេះគឺពេជ្រអាទិទេពនឹងធ្វើបានហើយសរុបសេចក្តីមកគឺថាការប្រកួតជុំ2របស់ពេជ្រអាទិទេពគឺធានា 100% ថាអាទិទេពនឹងធ្វើបានបាទហើយអាទិទេពមិនធ្វើឲ្យអ្នកគ្រប់គ្រងគាត់ហ្នឹងគឺថាអន់សពុំចិត្តទេគឺវាយតាមបែបលក្ខណៈបច្ចេកទេសច្បាស់តែម្ដងបាទសូមអរគុណសូមជម្រាបលាបាទ